កាន់តែងាយស្រួលឥឡូវនេះលោកអ្នកអាចធ្វើការស្នើសុំជាប់ចរន្តប្រើប្រាស់អគ្គិសនីថ្មីពីអ្នកផ្គត់ផ្គង់អគ្គិសនីឯកជនតាមរយៈកម្មវិធី EEC App បានហើយដើម្បីស្នើសុំជាប់ចរន្តថ្មីតាមរយៈកម្មវិធី EEC App លោកអ្នកត្រូវអនុវត្តតាមវិធីដូចខាងក្រោមសូមចូលទៅកាន់កម្មវិធី EEC App នៅផ្ទាំងខាងមុខលោកអ្នកនឹងឃើញមុខងារសេវាកម្មសូមចុចលើមុខងារសេវាកម្មបន្ទាប់មកសូមចុចបន្តចរន្តថ្មីសូមជ្រើសរើសទីតាំងភ្ជាប់ចរន្តដែលលោកអ្នកចង់ស្នើសុំសូមបញ្ជាក់ជូនថាកូឡុនដែលមានសញ្ញាផ្កាយលោកអ្នកត្រូវបំពេញជាចាំបាច់ហើយកូឡុនដែលមិនមានសញ្ញាផ្កាយលោកអ្នកអាចបំពេញឬមិនបំពេញក៏បានបន្ទាប់ពីបំពេញព័ត៌មានរួចរាល់ហើយសូមចុចយល់ព្រមសូមជ្រើសរើសអាជ្ញាប័ណ្ណគ្រប់គ្រងអគ្គិសនីជ្រើសរើសប្រភេទនៃការប្រើប្រាស់របស់លោកអ្នកជ្រើសរើសកម្លាំងដែលលោកអ្នកចង់ស្នើសុំប្រើប្រាស់បន្ទាប់ពីបំពេញព័ត៌មានរួចហើយកម្មវិធីនឹងធ្វើការគណនាថ្លៃប្រាក់កក់និងប្រាក់ភ្ជាប់ចរន្តដោយស្វ័យប្រវត្តិតាមគោលការណ៍កំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជាបន្ទាប់មកទៀតសូមចុចប៊ូតុងបន្តសូមធ្វើការបំពេញព័ត៌មានចាំបាច់ដូចជាគតិនាមនាមភេទនិងលេខទូរស័ព្ទទំនាក់ទំនងបន្ទាប់មកទៀតសូមធ្វើការភ្ជាប់ឯកសារចាំបាច់ដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនឬលិខិតបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរមូលដ្ឋានដើម្បីភាពងាយស្រួលចំពោះការភ្ជាប់ឯកសារលោកអ្នកអាចថតពីកម្មវិធីផ្ទាល់ឬអាប់ឡូតជារូបភាពឬជា file ក៏បានមួយវិញទៀតដើម្បីងាយស្រួលដល់អ្នកកាន់អាជ្ញាប័ណ្ណលោកអ្នកអាចភ្ជាប់បន្ថែមនូវច្បាប់ចម្លងប័ណ្ណគ្រួសារឬវិញ្ញាបនបត្រសម្គាល់អចលនវត្ថុឬលិខិតផ្ទេរសិទ្ធិកាន់កាប់បើមានបន្ទាប់ពីបំពេញនិងភ្ជាប់ឯកសារបានត្រឹមត្រូវហើយសូមចុចប៊ូតុងស្នើសុំដើម្បីបញ្ជូនសំណើរបស់លោកអ្នកទៅកាន់អ្នកផ្គត់ផ្គង់អគ្គិសនីក្រោយពេលលោកអ្នកស្នើសុំជោគជ័យហើយអ្នកផ្គត់ផ្គង់នឹងពិនិត្យព្រមទាំងបន្តនីតិវិធីលើសំណើរបស់លោកអ្នកតាមគោលការណ៍កំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជាលោកអ្នកក៏អាចតាមដានសំណើរបស់ខ្លួនលើកម្មវិធី EEC App បានដែរដោយគ្រាន់តែចូលទៅកាន់មុខងារសេវាកម្មបន្ទាប់មកចុចលើសំណើរបស់ខ្ញុំនោះកម្មវិធីនឹងបង្ហាញអំពីស្ថានភាពសំណើរបស់លោកអ្នកម្យ៉ាងទៀតកម្មវិធីនឹងផ្ញើសារជូនដំណឹងរាល់ដំណើរវិវត្តនៃសំណើរបស់លោកអ្នកសូមអរគុណកុំភ្លេចទាញយកកម្មវិធី EEC App មកប្រើប្រាស់ឲ្យបានគ្រប់គ្នា